chạy yồn lê lô khai chê anh đâm ma tóc yồn cô ra lúc ai mà phu ma phật chê cô anh ai chê mấy anh sang hè đó លោកស្រីរឿនហែងជាស្ត្រីជនជាតិដើមភាគតិចពូនងមួយរូបរស់នៅក្នុងខេត្តមណ្ឌលគិរីលោកស្រីជាម្ចាស់អាជីវកម្មខ្នាតតូចដែលមានទទួលសេវាស្នាក់នៅទទួលរៀបចំអាហារនិងជាអ្នកនាំភ្ញៀវទេសចរក្នុងខេត្តមណ្ឌលគិរីការងាររបស់លោកស្រីមិនត្រឹមតែជួយផ្សព្វផ្សាយតំបន់ទេសចរធម្មជាតិប៉ុណ្ណោះទេថែមទាំងចូលរួមលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីនិងដីធ្លីធនធានធម្មជាតិថែមទៀតផងតាមរយៈអាជីវកម្មលោកស្រីបានជួយដល់ស្ត្រីមួយចំនួនទទួលបានប្រាក់ចំណូលពីការរៀបចំម្ហូបអាហារនិងការស្នាក់នៅទោះបីលោកស្រីមានភាពរវល់ខ្លាំងជាមួយអាជីវកម្មយ៉ាងណាក្តីក៏លោកស្រីនៅតែលះបង់ពេលវេលាចូលរួមការពារដីកប់ផ្សព្វព្រៃជំនឿដែលមានតាំងពីដូនតារាប់ជំនាន់មកហើយ វ៉ាឡាំងអនុរកូនវ៉ាក៏ប្រញ្ញារឿនហែងក៏គូតបនភ្លុងសង្កាត់រមនីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីខ្ញុំជាអ្នកនាំភ្ញៀវនៅក្នុងខេត្តមណ្ឌលគិរីហ្នឹងឲ្យគម្រោងរបស់ដំរីសហគមន៍បន្ទាប់ពីនោះគឺខ្ញុំជាអ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍ហើយខ្ញុំក៏មានមុខរបរតូចមួយសម្រាប់ខ្លួនឯងដែរខ្ញុំមានហាងមួយដែលមានលក់កាហ្វេលក់តែលក់បាយម្ហូបខ្ញុំមានផ្ទះបុរាណ2ដែរដែលសម្រាប់ឲ្យភ្ញៀវគាត់គេងដែលភ្ញៀវទេសចរជាតិឬក៏ភ្ញៀវអន្តរជាតិហ្នឹងដែលគាត់អាចកក់តាម website Airbnb ភាគច្រើនគាត់ជាជនជាតិបារាំងអង់គ្លេសអាល្លឺម៉ង់អីចឹងទៅមុខរបរដែលខ្ញុំមានរាល់ថ្ងៃនេះវាមិនត្រឹមតែជួយខ្ញុំខ្លួនឯងទេក៏ជួយទៅដល់សហគមន៍ភាគច្រើនគឺស្រីដើរព្រៃស្រីក៏អាចដើរបានដែររៀបចំបាយម្ហូបរៀបចំផ្ទះដាំទឹកតែធ្វើកាហ្វេអីចឹងស្រីដែលនៅក្នុងសហគមន៍របស់ខ្ញុំគឺពួកគាត់អាចចូលរួមហើយនឹងរកប្រាក់ចំណូលបានបន្លែផ្លែឈើដែលយើងមានប្រមូលពីសហគមន៍របស់យើងគឺជាបន្លែផ្លែឈើដែលដាំដោយធម្មជាតិពិតៗឥឡូវនេះយើងមានផ្លែបឺរស្វាយម្នាស់ក្រូចវល្លិខ្នោផ្លែទឹកដោះមានទៀបមានអីចឹងទៅបន្លែទាំងអស់នោះពេលខ្លះខ្ញុំអាចទៅទិញនៅផ្សារជនជាតិដើមភាគច្រើនជាអនុផលព្រៃឈើគឺយើងអាចប្រមូលទិញពីគាត់បានក្រៅពីមុខរបរដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងគឺខ្ញុំបានជួយទៅដល់សហគមន៍ខ្ញុំច្រើនទី1គឺយើងជួយការពារព្រៃសហគមន៍ហើយទី2គឺយើងជួយការពារព្រៃកប់សពនិងព្រៃជំនឿអណ្ដូងទឹកសហគមន៍របស់យើងដែរដឹកនាំសហគមន៍យើងទៅធ្វើទាំងអស់គ្នាការងារទាំងអស់នេះទី1គឺចំណងចំណូលចិត្តទី2គឺយើងមើលស្ថានភាពយើងសពថ្ងៃយើងមានការបាត់បង់ច្រើនទី1យើងបាត់បង់នៅដីព្រៃជំនឿរបស់យើងទី2យើងបាត់បង់ព្រៃកប់សពទី3យើងបាត់បង់នៃចំការវិលជុំប្រភពទឹកប្រភពទីកន្លែងដែលល្អគឺយើងបាត់បង់ច្រើនកាលណាដែលយើងបាត់បង់ព្រៃបាត់បង់ជំនឿបាត់បង់ព្រៃកប់សពយើងក៏បាត់បង់អ្វីទាំងអស់អញ្ចឹងប្រពៃណីទំនៀមទម្លាប់ជនជាតិដើមយើងក៏គ្មានហើយភ្ញៀវទេសចរជាតិអន្តរជាតិមើលទៅមិនដឹងជាមើលស្អីជាពិសេសដូចភ្ញៀវបរទេសដែលគាត់មកគឺគាត់ចង់រៀនសូត្រពីយើងរៀនសូត្រពីគាត់អញ្ចឹងបានជានាងខ្ញុំព្យាយាមចំណាយពេលវេលាដើម្បីចូលរួមចំណែកការពារទាំងអស់ព្រៃសហគមន៍ព្រៃជំនឿទាំងអស់នេះគឺមានសារៈសំខាន់ខ្លាំងបើសិនជាគ្មានព្រៃគ្មានដីស្ត្រីជនជាតិដើមភាគតិចនិងជនជាតិដើមទាំងអស់ក៏គ្មានមុខរបរគ្មានការងារធ្វើគ្មានប្រាក់ចំណូលដែរវាពាក់ព័ន្ធទៅដល់អាកាសធាតុប្រែប្រួលទៀតអាកាសធាតុក៏វាមិនអំណោយផលទាំងអស់នេះដែលធ្វើឲ្យយើងធ្វើការចំណាក់ស្រុកទាំងដែលយើងមានចំណេះដឹងនៅមានកម្រិតភាគច្រើនដូចអ្នកនៅសហគមន៍យើងចំណេះដឹងរបស់គាត់នៅខ្សោយមែនទែនខ្លះសឹងតែថាគាត់អត់ចេះទាំងអានអត់ចេះទាំងសរសេរទាំងអស់បើសិនជាយើងបាត់បង់ព្រៃសហគមន៍ទាំងអស់នេះតើឲ្យពួកគាត់ទៅធ្វើការនៅកន្លែងណាពីព្រោះទៅធ្វើការនៅកន្លែងណាក៏ដោយនៅក្នុងខេត្តយើងក៏ដោយនៅភ្នំពេញក៏ដោយយ៉ាងហោចណាស់ក៏គាត់ត្រូវការចេះអានចេះសរសេរដែរ
កត្តាដែលជំរុញលើកទឹកចិត្តយើងធ្វើការងារទាំងអស់ហ្នឹងទាំងដែលយើងមានផលវិបាកផ្សេងៗនៅក្នុងគ្រួសារពីព្រោះខ្ញុំមានឈាមជ័រជាជនជាតិដើមពូនងរបស់ខ្ញុំធ្វើឲ្យខ្ញុំសម្រេចចិត្តចង់ធ្វើអ្វីមួយដើម្បីរកយុត្តិធម៌ស្ដារនៅកិត្តិយសឪពុកម្ដាយរបស់យើងជីដូនជីតារបស់យើងដែលបាត់បង់ស្លាប់ទៅទាំងដែលពួកគាត់ជាអ្នកការពារទឹកដីដ៏ពិតប្រាកដចំណុចនេះហើយដែលធ្វើឲ្យខ្ញុំនឹងចង់ធ្វើវាសំណុំពររបស់នាងខ្ញុំគឺសូមឲ្យស្ត្រីជនជាតិដើមភាគតិចចូលរួមការពារដីព្រៃធនធានធម្មជាតិនឹងឲ្យបានច្រើនវាមានសារៈសំខាន់ណាស់សម្រាប់យើងជាពិសេសគឺស្ត្រីជនជាតិដើមភាគតិចគាត់អាចរកបន្លែផ្លែឈើពីព្រៃនឹងបាននិងប្រកបមុខរបរបានពួកគាត់មិនបាច់ទៅស៊ីឈ្នួលអីគេនៅកន្លែងណាណីឬក៏ទៅណាឆ្ងាយពីតំបន់ដែលយើងរស់នៅនឹងទេខ្ញុំសូមឲ្យតុលាការមន្ទីរដែលពាក់ព័ន្ធជាមួយនឹងធនធានធម្មជាតិឬក៏ជាមួយនឹងជនជាតិដើមភាគតិចហ្នឹងឲ្យពួកគាត់មានចំណាត់ការទៅលើជនដែលប្រព្រឹត្តបទល្មើសរំលោភបំពានទៅលើសិទ្ធិរបស់ជនជាតិដើមរបស់ខ្ញុំបំផ្លិចបំផ្លាញនឹងទ្រព្យសម្បត្តិរួមដូចជាព្រៃកប់សពព្រៃជំនឿនិងព្រៃសហគមន៍របស់ពួកខ្ញុំហ្នឹងឲ្យបានហ្មត់ចត់ហើយនឹងទម្លាក់បទចោទទៅលើក្រមស្ត្រីរបស់យើងដែលយើងខំចំណាយពេលវេលានឹងការពារទ្រព្យសម្បត្តិទាំងអស់នោះខ្ញុំសូមសំណូមពរទៅដល់នាយករដ្ឋមន្ត្រីដូចជាសម្ដេចហ៊ុនសែនសម្ដេចហ៊ុនម៉ាណែតអីឲ្យគាត់ជួយការពារជនជាតិដើមរបស់យើងពីអត្តសញ្ញាណរបស់យើងការពារប្រពៃណីរបស់យើងឲ្យគាត់ជួយការពារសិទ្ធិរបស់យើងនៅប្រពៃណីវប្បធម៌ជាពិសេសធនធានធម្មជាតិព្រៃសហគមន៍ព្រៃកប់សពព្រៃដំណំនិងភាសាឲ្យពួកគាត់ជួយការពារដើម្បីឲ្យយើងបានគង់វង្សទៅថ្ងៃក្រោយអញ្ចឹង